កូនប្រុសរបស់យើងខ្លាយទៅជាក្មេងដែលពោពេញទៅដោយភាពជឿជាក់ភាពក្លាហានភាពទទួលខុសត្រូវហើយពោពេញទៅដោយជំនឿម៉ាក់ទាំងឡាយដឹងអត់ថាកូនប្រុសចាកូនប្រុសគឺស្រោបមកខាងម្ដាយដូចគេតែនិយាយថាកូនស្រីទៅខាងឪពុកកូនប្រុសមកខាងម្ដាយអញ្ចឹងកន្លែងនេះខ្ញុំចង់លើក topic មួយដែលម្ដាយទាំងឡាយអាចធ្វើដើម្បីឲ្យកូនប្រុសរបស់យើងខ្លាយទៅជាក្មេងដែលពោពេញទៅដោយភាពជឿជាក់ភាពក្លាហានភាពទទួលខុសត្រូវហើយពោពេញទៅដោយជំនឿទីមួយមុនគេហ្នឹងគឺម៉ាក់ទាំងឡាយដែលមានកូនប្រុសគឺត្រូវតែអនុញ្ញាតឲ្យកូនធ្វើអីដែលគេចង់ធ្វើហើយឲ្យគេចង់ថាឲ្យគេដួលទៅឲ្យគេធ្លាក់ទៅឲ្យគេបរាជ័យទៅហ្នឹងណាឲ្យគេដឹងទៅឲ្យគេស្គាល់រសជាតិថាចាញ់នឹងវាមិនម៉េចធ្លាក់នឹងវាមិនម៉េចដួលនឹងវាមិនម៉េចចាប្រឡងធ្លាក់នឹងវាមិនម៉េចអញ្ចឹងត្រូវតែប្រឡែងឲ្យកូនកុំចេះតែចេញមុខការពារកូនកាងកូនធ្វើជំនួសកូនគ្រប់រឿងអត់ទេបើមិនអញ្ចឹងទេកូនអត់ធំទេខ្លាយទៅជាម៉ាមីអីគេbaby boy របស់ម៉ាមីហើយម៉ាមី boy ចាគេហៅម៉ាមី boy ទី2គឺកូនប្រុសរៀនចេះទទួលខុសត្រូវខ្ពស់បំផុតហ្នឹងនៅពេលដែលគាត់មើលឃើញពេលដែលម្ដាយរបស់គាត់ខុសចេះទទួលស្គាល់កំហុសចាកន្លែងនេះត្រូវប្រយ័ត្នបន្តិចណាម៉ាក់ទាំងឡាយព្រោះដោយសារអីគេតែងតែមានពាក្យកំ pl ែងគេនិយាយថាប្រពន្ធមិនដែលខុសចាមិនដែលចេះខុសអញ្ចឹងដល់ពេលតែកាលណាតែយើងអត់ដឹងខ្លួនយើងចេះគិតថាមោទនភាពធ្វើអីក៏ប្តីត្រូវតែលួងយើងមិនព្រមខុសសោះយើងមិនចេះខុសសោះគឺជាគំរូដែលបង្ហាញឲ្យកូនប្រុសរបស់យើងឃើញហើយអញ្ចឹងថ្ងៃក្រោយទៅកូនរបស់យើងខ្លាយទៅជាប្តីដែលទទួលខុសត្រូវកម្រិតណាខ្លាយទៅជាឪពុកដែលទទួលខុសត្រូវកម្រិតណាទទួលស្គាល់កំហុសខ្លួនឯងមានភាពក្លាហានរ៉ាប់រងគ្រួសារកម្រិតណាគឺអាស្រ័យលើយើងជាម្ដាយនៅពេលនេះឯងទី3កូនប្រុសទាំងឡាយគឺគាត់ចង់ឃើញម្ដាយគាត់គឺគ្រប់គ្រងអ្វីដែលពួកគេចង់ធ្វើជាងម្ដាយរបស់គាត់ចង់ឲ្យកូនធ្វើតាមអ្វីដែលម្ដាយចង់បានអញ្ចឹងណាអញ្ចឹងគឺខុសគ្នាអ្វីដែលកូនចង់ធ្វើហើយនឹងអ្វីដែលម្ដាយចង់ឲ្យកូនធ្វើគឺជារឿងពីរផ្សេងគ្នាអញ្ចឹងដែលធ្វើឲ្យកូនខ្លាយទៅជាក្មេងដែលអាចមានការសម្រេចចិត្តហើយទទួលខុសត្រូវខ្ពស់ពេលគេធំឡើងហ្នឹងគឺគេសប្បាយចិត្តបំផុតនៅពេលដែលម្ដាយរបស់គេខ្លាយទៅជា fan របស់គេ support គេនៅលើអ្វីដែលគេធ្វើអនុញ្ញាតឲ្យគេធ្វើខុសក៏ដោយត្រូវក៏ដោយគេនឹងរៀនពីកំហុសទាំងអស់ហ្នឹងឯងតែបើសិនតែយើងកាងគេជាប់ហើយយើងចិត្តតែចង់ឲ្យគេធ្វើតាមអីដែលយើងចង់ឲ្យគេធ្វើកន្លែងហ្នឹងហើយដែលសម្ពាធចូលមកកាន់ជីវិតរបស់កូនប្រុសហើយយើងអត់ដឹងថាវាប៉ះពាល់កូនថ្ងៃក្រោយទៅមិនខ្លះទេទី4គឺកូនប្រុសទាំងឡាយចង់ឃើញម្ដាយរបស់គេរស់នៅពោពេញទៅដោយជំនឿចាមិនមែនពេលមានរឿងបន្ទោសទៅកូននេះអត់ទេគឺយើងត្រូវមានជំនឿច្បាស់លាស់ទៅលើកូនហើយទោះបីជាមានរឿងអីក៏ដោយមិនទម្លាក់កំហុសទៅលើកូនមិនទម្លាក់កំហុសទៅលើមនុស្សជុំវិញខ្លួនទេបង្ហាញអំពីជំនឿដ៏រឹងមាំមួយឥតអង្គើបើថាអ្នកទាំងអស់នេះជឿទៅលើអីក៏ដោយដែរជំនឿអីមួយអញ្ចឹងណាប៉ុន្តែគឺយើងត្រូវបង្ហាញឲ្យកូនឃើញថាយើងពិតជាមានជំនឿបែបហ្នឹងអត់រង្គើមែនចាហើយមិនមែនថាថ្ងៃក្រោយទៅមានរឿងបន្ទោសទៅលើកូនឬក៏បន្ទោសទៅលើគ្រួសារឬក៏បន្ទោសទៅលើអ្នកណាម្នាក់នោះទេបើមិនអញ្ចឹងទេយើងក៏កំពុងបង្រៀនអីម្យ៉ាងទៅកាន់កូនប្រុសយើងដូចគ្នាចុងក្រោយគេចំណុចទី5ហ្នឹងគឺកូនប្រុសទាំងអស់គឺគេចង់ឃើញម៉ាក់របស់គេបង្ហាញអំពីគំរូថាតើស្ត្រីម្នាក់ដែលមានសុខភាពល្អរឹងមាំទាំងផ្លូវកាយផ្លូវចិត្តហ្នឹងគឺជាស្ត្រីបែបម៉េចគេចង់ឃើញស្ត្រីម្នាក់ហ្នឹងនៅក្នុងខ្លួនម៉ាក់របស់គេចាអញ្ចឹងគឺជាតួនាទីដ៏ធំគឺជាទំនួលខុសត្រូវដ៏ធំមួយប៉ុន្តែបើសិនជាម៉ាក់ទាំងឡាយយល់គឺអ្នកទាំងអស់គ្នានឹងមានមោទនភាពចំពោះខ្លួនឯងក្នុងនាមជាម្ដាយ